ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃទី8ខែកក្កដាឆ្នាំ2022លោកអាបេស៊ីនហ្សូដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានខ្មាំងកំភ្លើងបាញ់ប្រហារទៅលើលោកចំនួន2គ្រាប់នៅក្នុងកំឡុងពេលលោកកំពុងធ្វើការឃោសនាមុនថ្ងៃបោះឆ្នោតនៅមុខស្ថានីយ៍រថភ្លើងយ៉ាម៉ាថូសៃដៃជីនៃខេត្តណារ៉ាថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះកើតឡើងតាមចម្លើយសារភាពរបស់ខ្មាំងកំភ្លើងបាននិយាយថាការបាញ់សម្លាប់នេះគឺមិនមានការពាក់ព័ន្ធទៅនឹងបញ្ហានយោបាយរបស់លោកអាបេស៊ីនហ្សូនោះទេដោយសារបញ្ហាម្ដាយខ្លួននឹងបានចូលរួមជាមួយនឹងក្រុមសាសនាមួយនិងបានបរិច្ចាគលុយអស់ជាច្រើនទៅលើក្រុមសាសនានោះដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់ខ្លួនត្បូងឡើយចង់ធ្វើការវាយប្រហារទៅលើសមាជិកនៃក្រុមសាសនានោះទេប៉ុន្តែដោយសារតែមានការប្រមាថខ្លាំងពេកបដូរគោលដៅមកជាលោកអាបេស៊ីនហ្សូវិញដោយសារតែខ្លួននឹងបានគិតថាលោកអាបេស៊ីនហ្សូគឺមានតំណែងជាមួយនឹងក្រុមសាសនានោះដែរកម្លាំងកំភ្លើងមានឈ្មោះថាយ៉ាម៉ាហ្គាមីតេតស៊ាកើតនៅក្នុងឆ្នាំ1980ជីដូនខាងម្ដាយគាត់នឹងគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិយ៉ាងច្រើននៅពេលយ៉ាម៉ាហ្គាមីមានអាយុ4ឆ្នាំឪពុករបស់គាត់ក៏បានស្លាប់តាមការរៀបរាប់ពូខាងឪពុកបាននិយាយថាកំឡុងពេលយ៉ាម៉ាហ្គាមីមានអាយុ11ឆ្នាំម្ដាយគាត់បានចូលជាសាសនិកនៃក្រុមសាសនាមួយហើយគាត់ចាប់ផ្ដើមធ្វើការបរិច្ចាគលុយជាញឹកញាប់ប៉ុន្តែបើយោងតាមការបញ្ជាក់ពីសំណាក់សមាគមនៃក្រុមសាសនានោះបានអះអាងថាម្ដាយរបស់យ៉ាម៉ាហ្គាមីបានចូលរួមជាមួយខ្លួននឹងនៅអំឡុងឆ្នាំ1990ទៅវិញនៅអាយុ18ឆ្នាំយ៉ាម៉ាហ្គាមីក៏បានបាត់បង់ជីតាម្នាក់ទៀតហើយម្ដាយរបស់គាត់បានលក់ដីដែលជាកេរជីតារបស់គាត់និងបានយកលុយទៅបរិច្ចាគឲ្យក្រុមសមាគមនៃក្រុមសាសនានោះតាមបញ្ជីចំណូលចំណាយប្រចាំគ្រួសាររបស់យ៉ាម៉ាហ្គាមីបានឲ្យដឹងថាម្ដាយគាត់បានទទួលមរតកដីពីកន្លែងនៅក្នុងខេត្តណារ៉ាហើយគាត់បានលក់ដីនឹងទាំងអស់ចំណែកឯលុយដែលទទួលបានតែទាំងអស់ហ្នឹងគឺត្រូវបានសមាគមនៃក្រុមសាសនានោះបោកយកនៅពេលយ៉ាម៉ាហ្គាមីរៀននៅសាកលវិទ្យាល័យគាត់ក៏បានបង្ខំចិត្តជប់រៀនពាក់កណ្ដាលទីដោយសារតែមិនមានលុយគ្រប់គ្រាន់ដើម្បីបន្តរៀនឲ្យដល់ចប់ហើយយ៉ាម៉ាហ្គាមីបានចូលធ្វើជាកងទ័ពជើងទឹកនៅក្នុងឆ្នាំ2005យ៉ាម៉ាហ្គាមីគាត់បានឈប់ធ្វើជាកងទ័ពជើងទឹកហើយបន្តបដូរការងារពីមួយកន្លែងទៅមួយកន្លែងក្នុងស្ថានភាពដ៏អាក្រក់អញ្ចឹងហើយបងប្អូនរបស់យ៉ាម៉ាហ្គាមីហ្នឹងគាត់ក៏បានស្លាប់ខ្លួនទៀតនៅខែតុលាឆ្នាំ2019យ៉ាម៉ាហ្គាមីបានរៀបចំដបពេងដើម្បីធ្វើជាគប់បែកបន្ទុះនៅពេលដែលសមាគមក្រុមសាសនាកំពុងធ្វើការជួបជុំគ្នាប៉ុន្តែផែនការហ្នឹងគឺត្រូវបានបរាជ័យដោយសារតែមានប៉ូលីសយាមកាមនៅទីនោះច្រើនពេកព្រោះតែមានមនុស្សជាច្រើនដែលបានចាញ់បោកក្រុមសាសនានោះនាំគ្នាទៅធ្វើការតវ៉ានៅខែតុលាឆ្នាំ2020មួយឆ្នាំ9ខែមុនថ្ងៃកើតហេតុយ៉ាម៉ាហ្គាមីបានចូលធ្វើការរោងចក្រមួយកន្លែងនៅក្នុងខេត្ត Kyoto ហើយគាត់តែងតែស្វែងរកព័ត៌មានទាក់ទងជាមួយនឹងក្រុមសាសនានោះថ្ងៃមួយយ៉ាម៉ាហ្គាមីបានអានអត្ថបទស្ដីពីការសងសឹកហើយយ៉ាម៉ាហ្គាមីចាប់ផ្ដើមមានចិត្តចង់សងសឹកទៅលើក្រុមសាសនានោះយ៉ាងខ្លាំងហើយគាត់ក៏បានចាប់ផ្ដើមស្វែងរកកំភ្លើងដើម្បីធ្វើការសងសឹកនៅខែធ្នូឆ្នាំ2024ថ្ងៃបន្ទាប់ពីយ៉ាម៉ាហ្គាមីគាត់បានអានអត្ថបទនឹងហើយគាត់ចាប់ផ្ដើមសិក្សាវិធីសាស្ត្រដើម្បីធ្វើការបង្កើតកំភ្លើងដោយខ្លួនឯងក្នុងកំឡុងខែមីនាឆ្នាំ2021យ៉ាម៉ាហ្គាមីបានជួលបន្ទប់មួយកន្លែងនឹងក្នុងតម្លៃ 20,000 យេនក្នុងមួយខែដើម្បីធ្វើជាទីតាំងផលិតកំភ្លើងនៅមុនថ្ងៃកើតហេតុយ៉ាម៉ាហ្គាមីក៏ទទួលបានដំណឹងអំពីការទៅធ្វើការឃោសនារបស់លោកអាបេស៊ីនហ្សូដោយគាត់នឹងត្រូវទៅធ្វើការឃោសនានៅមុខស្ថានីយ៍រថភ្លើងយ៉ាម៉ាថូសៃដៃជីនៃខេត្តណារ៉ានៅថ្ងៃទី8ខែកក្កដាឆ្នាំ2022ប្រហែលជា14នាទីមុនពេលកើតហេតុនឹងលោកអាបេស៊ីនហ្សូក៏បានធ្វើដំណើរទៅដល់កន្លែងឃោសនាដោយអមជាមួយនឹងអង្គរៈផ្ទាល់ខ្លួនចំនួន5នាក់ទៅជាមួយផងដែរប្រហែលជា2នាទីមុនពេលកើតហេតុគេប្រទះឃើញយ៉ាម៉ាហ្គាមីបានដើរចេញទៅទិសដៅទុយនឹងកន្លែងឃោសនារបស់លោកអាបេស៊ីនហ្សូប្រហែលជា17នាទីមុនពេលកើតហេតុមានបរិសុទ្ធចំណាស់ម្នាក់បានជិះកង់ទៅឈប់នៅក្រោយឆាករបស់លោកអាបេស៊ីនហ្សូបន្ទាប់មកក៏មានបរិសុទ្ធម្នាក់ទៀតបានហុញអ្នកទាសដែលមានដឹកឡើងពេញនឹងទៅឈប់នឹងខាងក្រោយនឹងផងដែរដើម្បីបង្កើនការប្រុងប្រយ័ត្នក្រុមអង្គរៈរបស់លោកអាបេស៊ីនហ្សូក៏បានបែរទៅរកបរិសុទ្ធទាំងពីរនាក់នឹងនៅពេលហ្នឹងហើយដែលយ៉ាម៉ាហ្គាមីគាត់បានឆ្លៀតឱកាសដកយកកំភ្លើងបាញ់ទៅលើលោកអាបេស៊ីនហ្សូចំនួន2គ្រាប់នៅម៉ោង 11:31 នាទីព្រឹកដែលបណ្ដាលឲ្យលោកអាបេស៊ីនហ្សូដួលភ្លាមៗនៅនឹងកន្លែងកើតហេតុដែលមានការហូរឈាមចេញពីផ្នែកខាងក្រោយនៃកញ្ចឹងករបស់គាត់ផងដែរឃើញបែបហ្នឹងក្រុមអ្នកជួយសង្គ្រោះបានយកកសែងទៅហុំករបស់លោកអាបេស៊ីនហ្សូក្រោយការបាញ់ប្រហារទៅលើលោកអាបេស៊ីនហ្សូគ្រូពេទ្យឈ្មោះ Nagao Shingo ដែលកំពុងតែបំពេញការងារនៅជាន់ទី3នៃអគារមួយកន្លែងនៅជិតកន្លែងកើតហេតុក៏បានបញ្ញាប់រត់ទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះផងដែរប៉ុន្តែដោយសារតែស្ថានភាពរបួសនឹងធ្ងន់ធ្ងរជាមួយនឹងមិនមានសម្ភារៈគ្រប់គ្រាន់ផងនោះគាត់មិនអាចជួយសង្គ្រោះបាននោះទេចំណែកឯយ៉ាម៉ាហ្គាមីក៏ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុហើយបញ្ជូនទៅស្នងការប៉ូលីសរបស់ខេត្តណារ៉ានៅ6នាទីបន្ទាប់ពីករណីបាញ់ប្រហារនឹងកើតឡើង
ក្រុមអ្នកជួយសង្គ្រោះក៏បានទៅដល់កន្លែងកាត់ហេតុលោកអាបេស៊ីនโซត្រូវបានដឹកជញ្ជូនតាមឡានសង្គ្រោះបន្ទាន់តែដោយសារតែស្ថានភាពរបួសគាត់ធ្ងន់ធ្ងរខ្លាំងពេកឡានពេទ្យដែលដឹកលោកអាបេស៊ីនโซក៏បានណាត់ជាមួយនឹងឧទ្ធម្ភាគចក្រដើម្បីដឹកលោកអាបេស៊ីនโซបន្តទៅសង្គ្រោះនៅក្នុងទីក្រុងតូក្យូនៅ50នាទីបន្ទាប់ពីការបាញ់ប្រហារឧទ្ធម្ភាគចក្របានដឹកលោកអាបេស៊ីនโซទៅដល់ទីពេទ្យហើយដោយសារតែមានរបួសធ្លាយដល់បេះដូងហើយមានការបាត់បង់ឈាមច្រើនពេកធ្វើឲ្យមានការពិបាកក្នុងការវះកាត់យ៉ាងខ្លាំងជាអកុសលបើទោះបីជាមានការខំប្រឹងប្រែងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយនៅថ្ងៃដដែលម៉ោង 5:03 នាទីល្ងាចលោកអាបេស៊ីនโซក៏បានលាចាកលោកទៅតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោកអាបេស៊ីនโซលោកអាបេស៊ីនโซគឺជាមនុស្សដែលមិនចេះប្រកាន់ខ្លួននិងមានចរិតគ្រូរេរាក់ទាក់មិនថាជាមួយគ្រួសារគាត់ឬក៏អ្នកដទៃនោះទេហើយគាត់ក៏ជាមនុស្សដែលចូលចិត្តនិយាយកំប្លុកកំប្លែងលេងផងដែរហើយចំពោះខ្មាំងកំភ្លើងយ៉ាម៉ាហ្គាមីវិញគាត់បាននិយាយថាគាត់មិនដែលគិតថានឹងធ្វើឲ្យមានរឿងហេតុបែបនឹងកើតឡើងនោះទេហើយក៏មិនដឹងថាវាត្រូវឬក៏ខុសនោះដែរចំពោះទង្វើរបស់ខ្លួនហើយបច្ចុប្បន្នហ្នឹងយ៉ាម៉ាហ្គាមីត្រូវបានឃុំខ្លួនរងចាំតុលាការប្រមូលភស្តុតាងដើម្បីធ្វើការកាត់ទោសវីដេអូយើងចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុច Subscribe ជួបគ្នាវីដេអូក្រោយ